ចូលទៅមើលរបៀបលុប account Facebook របស់យើងចាស់ដែលយើងឈប់លេងឬក៏យើងឈប់ប្រើរបៀបចូលទៅលុបទាំងអស់គ្នាបងប្អូនណាចេះហើយអ៊ូរំលងទៅបងប្អូនណាមិនទាន់ចេះអាចមើលលេងបានបើមានពាក្យពេចន៍ខុសឆ្គងមិនសមរម្យសូមអភ័យទោសផងរបៀបចូលទៅលុប account ចាស់របស់យើងដែលយើងឈប់លេងហើយយើងខ្ជិលប្រើ account ហ្នឹងយើងចុច Facebook មកកន្លែងត្រេ3យើងចុចការកំណត់យើងចុចការកំណត់នេះមកបន្ទាប់មកយើងចុចផ្ទាំងខាងលើបងប្អូនបន្ទាប់មកយើងចុចព័ត៌មានកម្រងព័ត៌មានយើងចុចអាហ្នឹងមកប្រាប់អាហ្នឹងមកខ្ញុំដាក់សញ្ញាព្រួញឲ្យបន្ទាប់មកយើងទៅលើខ្ញុំដាក់ក្រោមទាំងក្រោមមកបន្ទាប់មកខ្ញុំចុចអាក្រោមទៀតខ្ញុំចុចអាក្រោមទៀតការបិទដំណើរការឬការលុបអញ្ចឹងខ្ញុំចុចអានឹងមកបន្ទាប់មកខ្ញុំចុចអានឹងហើយខ្ញុំដាក់សញ្ញាមេដៃឲ្យស្អុលចុចហ្នឹងហើយបន្ទាប់មកវាមាន account 2មាន account Facebook យើងមានអាកម្រង Facebook របស់យើងមួយឥឡូវខ្ញុំចង់លុបអាកម្រង Facebook របស់ខ្ញុំបន្ទាប់មកយើងឡើងទៅលើម្ដងតិចខ្ញុំឃើញឃើញលុបកម្រងព័ត៌មានផ្ទាល់ខ្លួនខ្ញុំចុចអានឹងមកបងប្អូនចុចអានឹងមកលុបកម្រងព័ត៌មានផ្ទាល់ខ្លួនចុចអាកន្លែងនឹងមកបន្ទាប់មកបងប្អូនចុចបន្តទៅទៀតហើយយើងគេមានជ្រើសរើសឥឡូវខ្ញុំជ្រើសរើសយកខាងលើខ្ញុំចំណាយលើពេល Facebook ជ្រើសរើសយកលើបន្ទាប់មកខ្ញុំចុចបន្តទៅទៀតបន្ទាប់មកខ្ញុំចុចមើលរួចហើយខ្ញុំនេះហើយខ្ញុំចុចបន្តទៅទៀតឥឡូវគេឲ្យដាក់រក្សាដើម្បីរក្សាទុក Messenger យើងលុបទៅ Facebook ប៉ុន្តែ message របស់យើងទុកនៅដដែលអញ្ចឹងណាឥឡូវខ្ញុំអត់ទេបើសិនតែយើងរក្សាទុកយើងគ្រីសចំអានឹងមកបើសម្រាប់ខ្ញុំអត់ទេសម្រាប់ខ្ញុំលុបទាំងអស់លុបទាំងmessage ទាំង Messenger ទាំង Facebook បន្ទាប់មកខ្ញុំចុចបន្តទៅទៀតអានេះសំខាន់ណាបងប្អូនអានេះសំខាន់ណាស់លេខនេះលេខសម្ងាត់របស់យើងណាបងប្អូនចុចលេខសម្ងាត់មកលេខសម្ងាត់ account Facebook របស់យើងបើបងប្អូនអត់ចាំលេខសម្ងាត់ហ្នឹងទេលុបអត់បានទេកន្លែងហ្នឹងណាកន្លែងហ្នឹងលុបអត់បានទេបើបងប្អូនអត់ចាំទេលុបអត់បានទេគេទាមទាររកលេខសម្ងាត់សម្ងាត់ account របស់យើងចុចមកលេខបើយើងស្គាល់លេខសម្ងាត់របស់យើងចុចមកចុចរួចអស់ហើយយើងចុចបន្តទៅទៀតទៅដាក់បើសិនទីហោយើងអត់ចាំលេខសម្ងាត់ពិបាកដែរអាកន្លែងហ្នឹងហ្នឹងតើមកវាដាក់ឲ្យនេះគេទុកឲ្យរយៈពេល30ថ្ងៃរយៈពេល30ថ្ងៃលុបជាអចិន្ត្រៃយ៍បើសិនជាក្នុងរយៈពេល20ថ្ងៃឬក៏25ថ្ងៃយើងចូលទៅលេងអាហ្នឹងបានមកវិញបើថារយៈពេល31ថ្ងៃ32ថ្ងៃ33ថ្ងៃ34ថ្ងៃអាហ្នឹងលុបអចិន្ត្រៃយ៍ហើយកន្លែងហ្នឹងណាលុបអចិន្ត្រៃយ៍ហើយលុបជាមកខៈបដ ாய் ណាលុបចេញពីបណ្ដាញសង្គម Facebook បដ ாய் អាហ្នឹងណាកន្លែងហ្នឹងណាគេឲ្យយើងមើលកដាអក្សរនៅបញ្ជាក់ការលុបហ្នឹងណាខ្ញុំចុចបន្តទៅទៀតប៉ុណ្ណឹងហើយជាស្រេចហើយបងប្អូន